5ចំណុចដែលបងប្អូនត្រូវដឹងក្នុងពេលប្រឡងដើម្បីកុំឲ្យបាត់បង់ពិន្ទុចង់ដឹងថាតើ5ចំណុចនេះមានន័យខ្លះតោះតាមដានទស្សនាវីដេអូនេះទាំងអស់គ្នា1គឺកំណត់សំណួរមិនច្បាស់តើគេសួររកអីនៅក្នុងលំហាត់របស់យើង2រូបមន្តបាទនៅក្នុងហាត់បងប្អូនត្រូវតែចេះរូបមន្តថាតើនៅក្នុងហ្នឹងគួរយករូបមន្តណាមកប្រើឲ្យត្រូវតាម5 3គឺបំរាប់អញ្ចឹងយើងទៅជ្រើសរើសបាទបំរាប់ដែលគេឲ្យក្នុងធានតើគេប្រាប់អីគេខ្លះគេសួរអីខ្លះ4ការចំនួនលេខចូលដើម្បីគេនេះហើយ5គឺការធ្វើបាទដូចនេះអញ្ចឹងប្រសិនបើបងប្អូនធ្វើទាំង5ចំណុចនេះបងប្អូននឹងទទួលបានលទ្ធផលអស់គ្នាថ្ងៃនេះគូមានលំហាត់បាទ10សន្ទុះគឺថ្ងៃនេះគូមានលំហាត់ប្រឡងឌីប្លូមដែលជាវិសាទី2ដើម្បីធ្វើជាឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នាថាតើយើងធ្វើបែបណាឬក៏សរសេរបែបណាដើម្បីឲ្យបានពិន្ទុល្អទាំងអស់គ្នាអញ្ចឹងនេះគឺជាការធ្វើបាទឧទាហរណ៍មួយនៅក្នុងការប្រឡងបាទប៉ុន្តែបងប្អូនពេលដែលប្រឡងជាស្ដែងគឺបងប្អូនអពុកកណ្ដាស់ចឹងទេនេះគួរតែជាឧទាហរណ៍អញ្ចឹងពេលបងប្អូនប្រឡងគឺកណ្ដាស់យើងអត់ពុកជា2ទេបាទកណ្ដាស់ប្រឡងជាសម្ពោធឌីប្លូមណាតែនេះគឺជាការដោះស្រាយថាតើ5ចំណុចដែលគូចង់និយាយនេះគឺចង់ស្ដាប់ទៅលើអីគឺការទី1គឺយើងផ្ដោតទៅលើបាទបំណាប់ទី2ផ្ដោតទៅលើរូបមន្តទី3សន្ទុះទី1យើងផ្ដោតទៅលើសំណួរហើយទី2ផ្ដោតទៅលើរូបមន្តទី3ផ្ដោតទៅលើបំណាប់ទី4ការចំនួនចូលហើយទី5គឺដូចនេះបាទអញ្ចឹងឥឡូវយើងដោះស្រាយបានទាំងអស់គ្នារបាំមួយមានប្រវែង 2.6 ម៉ែត្រគេប្រើរបាំនេះធ្វើជាខ្នោះដើម្បីលើកបន្ទុកមួយមានទម្ងន់ 4510 ញូតនស្ថិតនៅចម្ងាយ 0.4 ម៉ែត្រពីចំណុចចម្រោះចូលគណនាកប្រវែងនៃដៃខ្នោះចលកខផលមេកានិកនៃខ្នោះកកម្លាំងដែលគេប្រើសម្រាប់លើកបន្ទុកអញ្ចឹងបាញ់ក៏បាននិយាយថាមាន5ចំណុចបាទចំណុចទី1គឺកំណត់សំណួរបានច្បាស់ថាតើសំណួរគេសួររកអីបាទឥឡូវនេះយើងមើលទៅលើសំណួររបស់យើងគឺទីកសួររកថាប្រវែងនៃដៃខ្នោះចលកអញ្ចឹងក្នុងករណីនេះគឺមានន័យថាគេសួររកបាទដេអីបាទគេសួររកដេអីយើងកំណត់សំណួរច្បាស់ថាគេសួររកអីប្រសិនបើគឺយើងកំណត់សំណួរអត់ច្បាស់បាទការគណនាក៏ខុសតាមហ្នឹងអញ្ចឹងក្នុងករណីនេះគេរកប្រវែងនៃដៃខ្នោះចលកមានន័យថាគេសួររកដេអីថាដេអីស្មើអញ្ចឹងយើងមើលបន្ទាប់ពីយើងដឹងពីសំណួរណាថាគណនាប្រវែងនៃដៃខ្នោះចលកបន្តមកទៀតជំនាញទី2គឺបងទៅប្រើរូបមន្តតើបងយករូបមន្តនេះមកប្រើដើម្បីត្រូវទៅនឹងបំរាបរបស់យើងបាទក្នុងនេះគឺឲ្យគេសួររកដេអីហើយក៏ឲ្យបាទរបាំមួយវាវាយសរុបអញ្ចឹងវាយសរុបរបស់របាំហើយបន្តមកទៀតបាទគឺថាបាទធ្វើជាផ្នត់ដើម្បីលើកបន្ទុកមួយដែលមានទម្ងន់ 4500 យូតនស្ថិតនៅចម្ងាយ 0.4 ម៉ែត្រពីចំណុចចម្រោះអញ្ចឹងចម្ងាយពីចំណុចចម្រោះមក L ចម្ងាយនេះឲ្យឈ្មោះថាបាទជាបាទចម្ងាយបន្ទុកឬយ៉ាងតាមដល់ DE បាទអញ្ចឹងក្នុងនេះគឺយើងស្គាល់ DE ស្គាល់ DE ហើយស្គាល់ចម្ងាយសរុបអញ្ចឹងក្នុងនេះយើងដាក់រូបមន្តតាមរូបមន្តអញ្ចឹងតាមរូបមន្តតើយើងគួរយករូបមន្តណាមកប្រើបាទតាមរូបមន្តអញ្ចឹងយើងស្គាល់វាយសរុបហើយដាក់ D ស្មើ DE បូកជាមួយនឹង DE បាទអញ្ចឹងបងប្រើតាមរយៈរូបមន្តប្រវែងសរុបស្មើឲ្យប្រវែងបាទដៃក្នុងចលកបូកនឹងប្រវែងដៃក្នុងបន្ទុក DE ប្រវែងដៃក្នុងបន្ទុក DE ប្រវែងដៃក្នុងចលកគោលដៅរបស់យើងគឺយើងចង់បានប្រវែងដៃក្នុងចលកគឺយើងទាញរក DE ហើយយើងបោះបាទ D ក្នុងយើងស្មើអញ្ចឹងទៅជា D ដល់ DE បាទនេះគឺជាជំហានទី2ជំហានទី1បន្ទាប់ពីយើងដាក់សំណួរជំហានទី2គឺយើងដាក់បាទរូបមន្តហើយទាញឲ្យបានត្រឹមត្រូវបន្ទាប់មកជំហានទី3គឺយើងដាក់បោះប្រាប់ដោយប្រាប់វាថាដោយបាទដោយ D ស្មើម៉ែត្របាទអញ្ចឹង D របស់យើងគឺជាប្រវែងសរុបរបស់គឺឲ្យ 2.6 ម៉ែត្រអញ្ចឹងឲ្យមក 2.6 ម៉ែត្រអញ្ចឹងຂະຫນາດរបស់វាគេឲ្យមកស្តង់ដារយើងចាំបាច់បាយទេ DE របស់យើងបាទ DE របស់យើងគឺឲ្យមក 0.4 ម៉ែត្រអញ្ចឹងឲ្យ 0.4 ម៉ែត្របន្ទាប់មកយើងបន្ទាប់ពីដាក់បំរាបរួចអស់ហើយយើងចំនួនចូលបាទ DE ក៏យើងស្គាល់ D ក៏យើងស្គាល់អញ្ចឹងចំនួនចូលមកដាក់សញ្ញាថានាំឲ្យបាទនាំឲ្យ D ស្មើជាមួយនឹង 2.6 ដល់ 0.4 អញ្ចឹងចម្លើយរបស់យើងគឺស្មើ 2.2 ម៉ែត្របាទនេះគឺជាចម្លើយទី1បាទបន្ទាប់ពីយើងបាទចំនួនចូលហើយយើងឃើញចម្លើយហើយបាទជំនាញចុងក្រោយរបស់យើងគឺដូចនេះបាទអញ្ចឹងបងឆ្លើយដូចនេះពេលដែលបងឆ្លើយដូចនេះបាទបងដាក់ដូចនេះឲ្យរៀងឃ្លាតពីចម្លើយបន្តិចបាទដូចនេះបងសេឃ្លាតបែបបន្តិចមកបន្ទាប់មកបងដាក់ថាចម្លើយរបស់យើងអ្នកឃ្លាតនេះអីគឺឆ្លើយហ្នឹងបាទប្រវែងនៃដៃក្នុងចូលកយើងថាប្រវែងយើងសេរៀង10ឃ្លាតតិចកុំសេជាប់ពីដូចនេះយើងសេ10ឃ្លាតបន្តិចប្រវែងនៃដៃក្នុងចូលកប្រវែងនៃដៃនោះចូលកគឺយើងប្រាប់ថាគឺបន្ទាប់មកយើងដាក់ថា D បាទ D ស្មើជាមួយនឹង 2.2 ម៉ែត្របន្ទាប់មកយើងដាក់ថាខណ្ឌហើយបងបាច់គូគុំគូផ្ទាត់អីផងបាទបើសិនបើបងគូគុំឬក៏គូផ្ទាត់បាទគេអាចចាត់ទុកថាយើងធ្វើសញ្ញាសម្គាល់ណាមួយអញ្ចឹងបងហាមគូគុំបាទហាមគូផ្ទាត់ទាំងអស់បាទអញ្ចឹងនៅក្នុងបាទសំណួរខគឺខ្លាំងណាស់បន្ទាប់មកទៀតសំណួរខយើងកំណត់សំណួរច្បាស់អញ្ចឹងរបៀបធ្វើ5ដំណាក់កាលដូចគ្នាដែរយើងទី1មើលសំណួរថាតើគេសំណួរគេសួរអីគណនាផលមេកានិកនៃខ្នោះបាទអញ្ចឹងផលមេកានិកតាមអក្សរ MA ក្នុងកន្លែងនេះគឺគេសួររក MA បាទអញ្ចឹងដល់ពេលយើងកំណត់សំណួរបានហើយយើងដាក់ថារកគ្រោះធាតុយើងបានដែរថាគណនាបាទគណនាផលមេកានិកនៃខ្នោះបាទផលមេកានិកនៃខ្នោះជំនាញទី1យើងដាក់គណនាផលមេកានិកនៃខ្នោះបន្ទាប់មកយើងដាក់បាទរូបមន្តអញ្ចឹងតាមរូបមន្តអញ្ចឹងវិធីដោះស្រាយមហារូបវិទ្យាគឺមានតែប៉ុណ្្នឹងបាទដែលគេនិយមប្រើជាទូទៅជាងគេហើយទទួលបានពិន្ទុខ្ពស់អញ្ចឹងតាមរូបមន្តបាទអញ្ចឹងតាមរូបមន្តអញ្ចឹងរូបមន្តផលមេកានិកយើងតាមដោយ MA អញ្ចឹងបងសម័យមើលរូបមន្តណាដែលមានទាក់ទងជាមួយនឹង MA បាទអញ្ចឹងយើងសម័យតែច្បាស់ឃើញមានរូបមន្តហើយមាន MA ស្មើឲ្យ DE ចាយមួយ DE មានទាក់ទងជាមួយចម្ងាយវាយើងស្គាល់ចម្ងាយអញ្ចឹងប្រើ MA បាទស្មើជាមួយនឹង DE ចាយជាមួយនឹង DE បាទបន្តមកយើងដាក់បំណាប់ជំនាញទី3របស់យើងដាក់បំណាប់ដោយប្រតិបត្តិដោយបាទ DE យើងទៅរកឃើញមិនថ្មីថ្មមិនគឺ 2.2 បាទ DE ស្មើ 2.2 ម៉ែត្រចំណែក DE បាទ DE ស្មើបាទ DE របស់យើងគឺជាប្រវែងដៃក្នុងបន្ទុកគឺស្មើ 0.4 ម៉ែត្របាទ 0.4 ម៉ែត្រអញ្ចឹង
ចឹងបងប្អូនចំនួនចូលមកបាទនាំឲ្យប្រាប់តាសញ្ញានាំឲ្យបាទ MA បាទ MA ស្មើដីអឺចែកដីអ៊ីអញ្ចឹងដីអឺរបស់យើងគឺ 2.2 ដីអ៊ីរបស់យើង 0.4 ឬក៏បងប្អូនកើតឌីពីមកយើងបាន22ចែកជាមួយនឹង4អញ្ចឹងបងប្អូនបានបាទ5 4ដល់20ចឹងបងបាន5ចុចបាទ 5.5 ហើយຂະຫນាតរបស់វាគឺអត់មានຂະຫນាតទេបាទយើងគឺអត់មានຂະຫນាតទេចំពោះផមនេះគឺមានຂະຫនាតទេហើយបើអត់មានຂະຫນាតពីព្រោះដីអឺຂະຫນាតគឺជាម៉ែត្រហើយដីអ៊ីຂະຫນាតគឺជាម៉ែត្រអញ្ចឹងម៉ែត្រសម្បូរចោលអញ្ចឹងដល់ពេលយើងយក22ចែកជាមួយនឹង 0.4 យើងទទួលបាន 5.5 បាទមានຂະຫນាតទេបាទអត់មានຂະຫນាតទេបាទអញ្ចឹងជំហានបន្តមកទៀតបន្ទាប់ពីយើងបាទចំនួនកំណត់ចូលហើយយើងដាក់ថាដូចនេះបាទដូចនេះគឺជាជំហានចុងក្រោយហើយយើងដាក់ដកគ្នាបន្តិចផលមេកានិកអញ្ចឹងដល់ពេលយើងឆ្លើយដូចនេះដាក់គណនាមកទៀតណាផលមេកានិកបាទនៃឈ្មោះគឺយើងប្រាប់ថាគឺបាទបន្តមកយើងដាក់សញ្ញា MA ស្មើសញ្ញាស្មើនេះក៏ដូចគ្នាដែរយើងអូរៀងវែងបន្តិចបាទស្មើ 5.5 បាទនេះគឺជាចំណាយសំណួរខបាទគឺយើងមាន5ចំណុចដើម្បីដោះស្រាយវាបាទបន្តមកទៀតគឺបាទសំណួរករបស់យើងគឺគេសួររកបាទនេះកគេសួររកថាកម្លាំងដែលប្រើប្រាស់លើកបន្ទុកបាទក្នុងករណីនេះគឺគេសួររកកម្លាំងចលករក្នុងករណីនេះគឺសួររក FE អញ្ចឹងបងសម្រាប់មើលតើមានរង្វាន់ណាដែលទាក់ទងជាមួយនឹង FE បាទតើមានរង្វាន់ណាទាក់ទងជាមួយនឹង FE បាទអញ្ចឹងគឺថាក្នុងករណីសំណួរកនេះបាទសំណួរកគេសួររក FE ហើយសំណួរខនេះបាទជាសាយផងដែលយើងបានបន្តិចបាទអញ្ចឹងសំណួរខយើងរកឃើញប៉ុណ្ណឹងអាស្មើ 5.5 បាទឥឡូវយើងចូលដល់សំណួរកគណនាកម្លាំងដែលប្រើស្មើលើបន្ទុកអញ្ចឹងកគណនាកម្លាំងបាទសម្រាប់លើកបន្ទុកអញ្ចឹងយើងប្រើទៀតចំណុចទី2គឺតាមរូបបាទតាមរូបមុនបាទតាមរូបមុនអត់ទៅណាឆ្ងាយពីតាមរូបមុនទេបាទបន្ទាប់ពីតាមរូបមុនហើយបាទយើងបាទចូលទៅទៀតបាទអញ្ចឹងបន្ទាប់ពីយើងតាមរូបមុនយើងចូលដល់បាទរូបមុនដែលយើងប្រើតែយើងគួរប្រើរូបមុនមួយណាបាទបើកសួរ FE ហើយយើងដឹងពីផលមេកានិកអញ្ចឹងតាមរូបផលមេកានិករបស់យើងថ្ងៃ MA របស់យើងដែរប៉ុន្តែក្នុងករណីនេះគឺយើងអត់យកដី E មកទេគឺយើងប្រើ F ម្ដងគឺយើងយក F បាទ E ចែកជាមួយនឹង F គឺយើងយកកម្លាំងមកវិបត្តិពីព្រោះគោលដៅរបស់យើងចង់បានកម្លាំងសម្រាប់លំទុកអញ្ចឹងមានថាយើងសួររកកម្លាំងចលករអញ្ចឹងបងអូនទាញរូបមុនមកនាំឲ្យ F បាទនាំឲ្យ FE ទាញរក FE មកអញ្ចឹងស្មើជាមួយនឹង FE ចែកជាមួយនឹង MA បាទនេះចែកមួយ MA បន្ទាប់ពីយើងមករូបមុនហើយយើងដាក់បំណាក់ដោយបាទប្រាប់វាថាដោយបាទដោយ FE នេះគឺជាកម្លាំងបាទបន្ទុករបស់យើងនេះនៅលើនេះទម្ងន់បន្ទុកគឺ 4510 អញ្ចឹង 4500 បាទ10 Newton ចំណែក MA យើងរកឃើញមិញបាទ MA នេះបាទស្មើជាមួយនឹង 5.5 បាទអញ្ចឹងស្មើ 5.5 បាទអញ្ចឹងយើងចំនួនចូលមកបាទនាំឲ្យ FE បាទនាំឲ្យ FE របស់យើងបាទយើងចំនួនចូលមកឃើញមែនយើងបាទយក4510ចែកជាមួយនឹង 5.5 អញ្ចឹងចំណាយរបស់យើងបាទយក 4510 ចែកមកគឺឃើញប្រហែលជាបាទ820បាទចែកមកនេះចែកធ្វើម៉ាស៊ីនធម្មតាមកឃើញ820 Newton ខណៈរបស់វាគិតជា Newton កម្លាំងហើយគឺជា Newton វិញអូខេបន្តមកយើងដាក់ថាដូចនេះបាទជំនាញចុងក្រោយរបស់យើងគឺដូចនេះកម្លាំងបាទសម្រាប់បាទកម្លាំងសម្រាប់លើកបន្ទុកបាទគឺអញ្ចឹងដាក់ថា FE ស្មើ820 Newton បន្តមកយើងដាក់ថាខណ្ឌបាទអញ្ចឹងបាទលំហាត់នេះបាទគូចង់បង្ហាញទៅបងប្អូនដែរទាក់ទងជាមួយនឹងចំណុចឬក៏គន្លឹះសំខាន់ៗដើម្បីបងប្អូនយកទៅធ្វើកុំឲ្យបាត់បង់បន្ទុកនៅពេលប្រឡងអញ្ចឹងមាន5ចំណុចនេះបាទអញ្ចឹងបើសិនបងប្អូនពេញចិត្តសូមជួយចុច like ហើយបើសិនជាបងប្អូនបាទចង់ប្រឡងបានទីល្អទាក់ទងជាមួយនឹងការប្រឡងឌីប្លូមបាទសូមបងប្អូនបាទចុច like ឬក៏ comment នៅក្នុងការវីដេអូនេះផងបាទសូមអរគុណ